របស់ទាំងនេះអ្នករស់នៅទីនេះគ្រប់គ្នាសុទ្ធតែដឹងអត្តសញ្ញាណប័ណ្ណក្រដាសសំខាន់និងថង់ប្លាស្ទិកខ្មៅធំរបស់ទាំងនេះសុទ្ធតែជារបស់ចាំបាច់ដែលត្រូវយកតាមខ្លួនពេលចូលរៀនថ្ងៃចូលរៀនដំបូងអីវ៉ាន់ខ្ញុំត្រូវក្រុមប្រឹក្សានិស្សិតឆែករហូតពេលឃើញរបស់នៅមុខក្រុមប្រឹក្សានិស្សិតម្នាក់នោះប្រែទឹកមុខភ្លាមគាត់មិនមែនជាគិតកោដែលកំពុងរត់គេទេយប់នោះខ្ញុំកំពុងអង្គុយមុខទៅដោះគ្រឿងសម្អាងស្រាប់តែទ្វារត្រូវគេទាត់បើកបន្ទាប់មកនារី3នាក់ពីបន្ទប់ជាប់គ្នាពាក់ខ្សែដៃក្រហមក៏ដើរចូលមកមាននារីម្នាក់អង្គុយនៅទីនោះហើយនិយាយដោយសំឡេងត្រជាក់ថាក្រុមប្រឹក្សានិស្សិតមកឆែកនៅមិនទាន់ក្រោកទេហើយសួរសុខទុក្ខសិស្សច្បងមេយូនាងឈ្មោះជូថឹងខ្ញុំលួចបោះសម្បកស្ករគ្រាប់ចូលធុងសម្រាមរួចនិយាយទៅនាងថាតាមដែលខ្ញុំចាំមិនមានច្បាប់ថាត្រូវសួរសុខទុក្ខសិស្សច្បងទេមែនទេសិស្សច្បងមេយូដែលជាអ្នកដឹកនាំនិយាយត្រជាក់ថាច្បាប់គឺច្បាប់មនុស្សត្រូវចេះបត់បែនខ្ញុំជាអ្នកធ្លាប់ឆ្លងកាត់វាមុនអាចប្រាប់អ្នកបានថាសាកលវិទ្យាល័យគឺដូចសង្គមតូចមួយបើអ្នកមិនចេះបត់បែនអ្នកនឹងពិបាករស់នៅនារីម្នាក់ទៀតឈ្មោះលីថាវចូលមកពេលឆែកអ្នករាល់គ្នាមិនអាចអង្គុយឬដេកបានទេខ្ញុំគ្មានជំរើសមានតែចុះពីលើក្រេឈរឡើងមេយូមើលខ្ញុំមួយផ្លែតរួចនិយាយស្រាលថាតុបតែងមុខរាល់ថ្ងៃមិនដឹងថាចង់តាក់ទាញអ្នកណាទេខ្ញុំយំបន្តិចខំថ្មិញទ្រាំវាទៅពេលនេះមិនទាន់ដល់ពេលប្រជុំមុខជាមួយពួកនាងទេព្រោះក្នុងបន្ទប់នៅមានរបស់មួយចំនួនដែលត្រូវដោះស្រាយមេយូបកដៃហើយជូថឹងដើរទៅកាន់ធុងសម្រាមក្បែរខ្ញុំពេលដងខ្ញុំលោតខ្លាំងខ្ញុំទើបតែត្រៀមលើកធុងសម្រាមទៅខាងក្រោយប៉ុន្តែនាងបែរជាចង្អុលមកធុងហើយនិយាយថាធុងសម្រាមមានសម្រាមកាត់ពីទូ5ខ្ញុំយំទ្រាំហើយនិយាយថាធុងសម្រាមគឺសម្រាប់ដាក់សម្រាមហើយអ្វីមិនអាចមានសម្រាមអ្នកជាក្រុមប្រឹក្សានិស្សិតឬយើងជាក្រុមប្រឹក្សាច្បាប់របស់យើងគឺច្បាប់និយាយចប់នាងក៏ចាប់ផ្ដើមរើស្វែងរកលើតុគ្រឿងសម្អាងខ្ញុំពេលឃើញនាងមិនបានកត់សម្គាល់ស្ករគ្រាប់នោះខ្ញុំក៏ដកដង្ហើមធូរប៉ុន្តែពេលឃើញដបទឹកអប់របស់ខ្ញុំភ្នែកនាងភ្លឺឡើងហើយចាប់ដបនោះភ្លាមមុនខ្ញុំតនិយាយជូថឹងកាន់ទឹកអប់ដើរទៅរក2នាក់ទៀតហើយបាញ់សាកក្លិនឆ្ងាញ់ណាស់ទឹកអប់ម៉ាកល្បីពិតជាខុសគេមែនក្មេងស្រីនេះមើលទៅមានលុយណាស់11នេះថ្លៃស្មើថ្លៃរស់នៅខ្ញុំ2ខែខ្ញុំដើរទៅនិយាយត្រង់ថាសិស្សច្បងអ្នកយករបស់ខ្ញុំធ្វើអ្វីមេយូបោះសញ្ញាឲ្យលីថាវនាងដើរមករុញខ្ញុំយ៉ាងខ្លាំងហើយស្រែកក្មេងនេះនិយាយជាមួយសិស្សច្បងបែបនេះម៉េចទឹកអប់នេះជារបស់យើងសម្រាប់ត្រួតពិនិត្យការឆែករបស់ត្រូវហាមឃាត់គឺជាកាតព្វកិច្ចរបស់យើងខ្ញុំចង់ទៅវិញប៉ុន្តែមេយូសម្លឹងមើលវ៉ាលីរបស់ខ្ញុំហើយមើលវ៉ាលីដែលរៀបរយពេញលេញរបស់ខ្ញុំភ្នែកនាងរំកិលពីដងរួចនិយាយថាបើកវ៉ាលីមើលទៅមានអ្វីនៅខាងក្នុងខ្លះអ្វីផ្សេងទៀតដែលហាមឃាត់ខ្ញុំឈររាំងនៅមុខពួកនាងហើយនិយាយថាវ៉ាលីនេះជារបស់ផ្ទាល់ខ្លួនទោះជាក្រុមប្រឹក្សានិស្សិតមកឆែកក៏គ្មានសិទ្ធិបើកមើលទេមែនទេជូថឹងនឹងលីថាវដើរមកទាញសក់ខ្ញុំឲ្យចេញទៅម្ខាងមេយូទេថ្ពាល់ខ្ញុំស្រាលហើយញ៉ាំថានៅក្នុងសាលាក្រុមប្រឹក្សានិស្សិតមានអំណាចខ្ញុំជាអនុប្រធានក្រុមប្រឹក្សានិស្សិតមានវិធីរាប់មិនអស់ឲ្យអ្នកស្ដាប់បង្គាប់ភ្នែកខ្ញុំរំកិលទៅខ្សែក្រហមលើដៃពួកនាងកន្លែងនោះគ្រាន់តែចាក់មួយកាំបិតក៏អាចកាត់សរសៃឈាមសំខាន់បានហើយពួកនាងនឹងមិនអាចបញ្ចេញសំឡេងទេប៉ុន្តែខ្ញុំគិតទៅគិតមកហើយនៅតែទប់ខ្លួនមេយូអង្គុយចុះត្រៀមបើកវ៉ាលីតែពេលដៃនាងជិតប៉ះខ្សែរ៉ូតខ្ញុំក៏ឈប់នាងភ្លាមនាងងាកក្បាលជ្រួញចិញ្ចើមហើយសួរមិនអ្នកថតរូបមិនទាន់ត្រឡប់មកទៀតយប់ជ្រៅហើយមិនត្រឡប់មកដេកទេខ្ញុំត្រូវកត់ទោសធ្ងន់ឲ្យនាងខ្ញុំយំពន្យល់ថាប្រហែលពួកនាងទៅលេងយប់ជ្រៅហើយស្នាក់នៅសន្តាគារខាងក្រៅបើជួបឃាតករដែលកំពុងរត់គេចតាមព័ត៌មាននោះប្រហែលមិនល្អទេឮថាសាលាយើងមានសិស្សម្នាក់ឈ្មោះហ៊ឺឆាំងត្រូវឃាតករសម្លាប់ហើយកាត់សាកសពជាច្រើនដុំមិនត្រឡប់មកដេកស្លាប់ទៅក៏សមនឹងវានិយាយចប់នាងក៏អង្គុយចុះទាញខ្សែរ៉ូតវ៉ាលីបើភ្លាមនេះជាអ្វីទៅមេយយរបស់ក្នុងវ៉ាលីចេញមកមួយបោះពេញជាន់រកមិនឃើញអ្វីដែលនាងចង់បានមេយូក្រោកឡើងមិនពេញចិត្តហើយនិយាយទៅ2នាក់ទៀតអ្នក2នាក់ទៅរកកន្លែងផ្សេងទៀតមើលថាមានរបស់ហាមឃាត់ទៀតឬអត់ប៉ុន្តែជូឈឹងមិនទៅទេនាងសម្លឹងជាប់ទៅរបស់ដែលរើចេញពីវ៉ាលីខ្ញុំឈប់មើលអីទៅរកភ្លាមជូថឹងស្ដោះទឹកមាត់ហើយមើលមកខ្ញុំមួយផ្លែតរួចនិយាយទៅមេយូថារបស់ក្នុងវ៉ាលីនាងមិនធម្មតាទេនិស្សិតថ្មីធម្មតាមិនដែលយកសន្លឹកផ្លាស្ទិកការពារទឹកច្រើនបែបនេះនិងសារធាតុសម្ងួតទេហើយក៏មានខ្សែរឹងទៀតខ្ញុំធ្លាប់អានប្រឡំលោកយល់ថារបស់ទាំងនេះសុទ្ធតែសមសម្រាប់ប្រើកាត់សាកសពខ្ញុំថាអ្នកអានប្រឡំលោកច្រើនពេកហើយក្មេងស្រីតូចនេះជើងតូចប៉ុណ្ណឹងនឹងយកទៅកាត់សាកសពអ្នកណាខ្ញុំក៏ធ្លាប់ឃើញវីដេអូផ្សេងនិយាយអំពីធាតុកម្មសន្លឹកផ្លាស្ទិកប្រើការពារកន្លែងពេលកាត់សាកសពដើម្បីងាយសម្អាតខ្សែផ្លាស្ទិកខ្មៅក៏ងាយប្រើហើយអាចចងរបស់បានអ្នកថាវាជារបស់កាត់សាកសពមែនហើយអាចយកមកនិយាយបំភ្លឺបានទៀតសារធាតុសម្ងួតប្រើការពារការរលួយនិងបំបត្តិក្លិនបើយកមកគ្រប់សាកសពរួចរុំដោយផ្លាស្ទិកវាអាចរក្សាទុកបានយូរមិនងាយមានក្លិនហើយនៅមានខ្សែដ៏ក្រាស់ប៉ុននោះទៀតមិនប្រកាសទេថានាងពិតជាចេញទៅលេងទេអាចទៅរួចនាងគឺជាឃាតករដែលមានក្នុងព័ត៌មាននោះក៏បាននិយាយចប់អ្នកទាំងពីរសម្លឹងមកខ្ញុំញឹមស្រាលថាខ្ញុំចូលចិត្តធ្វើរូបចម្លាក់ពី Desert ហាងលក់សម្ភារៈធ្វើរូបចម្លាក់មានសន្លឹកការពារទឹកពេញជាន់ដើម្បីការពាររោគខ្វក់រូបចម្លាក់ទាំងនោះត្រូវការសារធាតុសម្ងួតរក្សាទុកមិនអីចឹងអាកាសធាតុសើមនឹងធ្វើឲ្យខូចផ្លាស្ទិកខ្ញុំធ្លាប់ធ្វើរូបចម្លាក់ច្រើនដូច្នេះក៏ទិញទុកច្រើនបន្តិចយ៉ាងណាក៏អាចប្រើបានខ្ញុំថាការស្រមើស្រមៃរបស់អ្នកក្រុមប្រឹក្សានិស្សិតពិតជាច្រើនមែន
មិនត្រឹមត្រូវទេពិតជាមិនធម្មតាមើលក្រដាស់បិទជញ្ជាំងទាំងនេះសិនក្រដាស់បិទជញ្ជាំងមិនទៅកុំប្រាប់ថាវាក៏ពាក់ព័ន្ធនឹងឃាតករដែរមើលទៅវាមិនមែនជាក្រដាស់បិទជញ្ជាំងធម្មតាទេវាមានផ្ទៃលាក់រលុះហើយលើវាមានរន្ធតូចជាច្រើនខ្ញុំធ្លាប់ឃើញតាមអ៊ីនធឺណិតនេះជាក្រដាស់បិទជញ្ជាំងស្រូបសំឡេងបន្ទាប់ពីបិទវាទូនៅក្នុងបន្ទប់នេះស្រែកខ្លាំងប៉ុណ្ណាអ្នកខាងក្រៅក៏ពិបាកកើសំឡេងណាស់អ្នកអាចសាកមើលបានមេយូបោះសញ្ញាមួយលីថាវចេញទៅក្រៅបិទទ្វារមិនយូរប៉ុន្មាននាងក៏ចូលមកវិញមេយូសួរនាងថាមិនឲ្យអ្នកទៅសាកមើលទេមិនគ្មានសំឡេងអ្វីសោះលីថាវនិយាយដោយមុខភ្ញាក់ផ្អើលថាខ្ញុំស្រែកពីខាងក្រៅយូរណាស់អ្នកទាំងអស់គ្នាមិនបាននិយាយអ្វីសោះមែនទេខ្ញុំថែមទាំងគូសទ្វារខ្លាំងជាច្រើនដងជូថឹងរត់ទៅមាត់ទ្វារពិនិត្យយ៉ាងលម្អិតហើយនិយាយថាមើលទៅទ្វារនេះមិនត្រឹមតែបិទក្រដាសស្រូបសំឡេងទេថែមទាំងដាក់សម្ភារៈការពារសំឡេងនៅលើទ្វារមានន័យថាពេលទ្វាររបិទទោះមានអ្នកស្រែកពីខាងក្នុងខាងក្រៅក៏មនុស្សសំឡេងអ្វីទាំងអស់និយាយចប់មេយូនិងលីថាវក៏ប្រែទឹកមុខឃើញលីថាវមើលខ្ញុំដោយភ័យខ្លាចមេយូស្ដីថាពួកអ្នកខ្លាចអ្វីទោះគាត់ពិតជាឃាតករក៏គាត់អាចសម្លាប់យើង3នាក់ភ្លាមបានឬហេតុអ្វីត្រូវធ្វើឲ្យរឿងខ្លាចជាបែបនេះខ្ញុំលើកដៃទាំងពីរនិយាយដោយមុខស្លូតត្រង់ថាតាមពិតខ្ញុំជាអ្នកធ្វើរូបចម្លាក់ហើយពេលយប់ខ្ញុំតែងតែផ្សាយផ្ទាល់ខ្ញុំខ្លាចរំខានសិស្សនៅបន្ទប់ជាប់គ្នាដូច្នេះខ្ញុំចង់ធ្វើការការពារសម្លេងឲ្យល្អបន្តិចមេយូងងក្បាលប៉ុន្តែក្នុងភ្នែកនៅមានការសង្ស័យនាងចង់និយាយអ្វីទៀតតែជូថឹងកាត់ពាក្យថាពួកអ្នកមានឬក្លិនស្អុយទេតើអ្នកមានក្លិនខុសមែនទេប៉ុន្តែមេយូបកដៃយ៉ាងមឹងម៉ាត់ថាមិនត្រឹមត្រូវទេចាំឲ្យល្អពិតជាមានក្លិនស្អុយមែនទើបជាមកពីទូខោអាវភ្លាមនោះភ្នែករបស់ពួកគេទាំង3សម្លឹងជាប់ទៅទូធំមួយនៅជ្រុងបន្ទប់បន្ទាប់មកមេយូសម្លឹងជូថឹងហើយនិយាយថាអ្នកទៅបើកទូមើលខ្ញុំធ្វើដូចមិនដឹងអ្វីហើយដើរទៅមុខយឺតបិទទ្វារទូគ្មានអ្វីឲ្យមើលទេខាងក្នុងមានតែរបស់របរប្រហែលជាសម្រាមដែលភ្លេចយកចេញទើបមានក្លិនចាំដល់ថ្ងៃស្អែកខ្ញុំនឹងសម្អាតឲ្យស្អាតមិនឲ្យសិស្សច្បងពិបាកទេយ៉ាងម៉េចយើងទៅថ្ងៃនេះទៅពីនិតក៏ចិត្តរួចហើយពួកអ្នកពីរអ្នកគ្មានប្រយោជន៍សោះមិនហ៊ានទេចាំខ្ញុំទៅម្នាក់ឯងនិយាយចប់នាងរុញខ្ញុំចេញទៅម្ខាងបន្ទាប់មកបើកទ្វារទូហើយដើរទៅមុខទូរួចបើកទ្វារវាភ្លាមនោះមេយូបើកភ្នែកធំដោយទឹកមុខភ័យរន្ធត់ក្នុងពេលដំណើរគ្នាក្លិនស្អុយខ្លាំងបានសាយពេញបន្ទប់ខ្ញុំវិញនៅតែរក្សាមុខស្ងប់ដើរយឺតទៅមាត់ទ្វារហើយបិទទ្វារបន្ទប់បន្ទាប់ពីបិទទ្វារខ្ញុំក៏ដើរទៅរកទូមេយូដៃចង្អុលមកខ្ញុំហើយស្រែកថាក្នុងទូនោះមានអ្វីអ្នកគឺជាឃាតករមែនទេអ្នកបិទទ្វារគឺចង់សម្លាប់យើងទាំងអស់មែនទេខ្ញុំមិនបានឆ្លើយទេគ្រាន់តែចង្អុលទៅថង់ប្លាស្ទិកខ្មៅហើយនិយាយថាការស្រមើស្រមៃរបស់ពួកអ្នកពិតជាខ្លាំងណាស់ក្នុងថង់ទាំងនេះគឺជារូបចម្លាក់ដែលខ្ញុំធ្វើពីដេយ៉ាត់មិនជឿទេអាចបើកមើលបានមេយូនៅតែសម្លឹងខ្ញុំហើយសួរថាអីចឹងក្លិនស្អុយនេះមកពីអ្វីក្លិនស្អុយរលួយបែបនេះមានតែសាច់ទេដែលអាចបញ្ចេញបានខ្ញុំភ្លេចរឿងនេះទៅណានិយាយចប់ខ្ញុំដើរទៅទូហើយយកពីថ្នាក់ខាងក្រោមប្រអប់ពងមាន់មួយចេញមកភ្លាមក្លិនស្អុយខ្លាំងក៏ផ្ទុះចេញលើកមុនខ្ញុំទិញពងមាន់មួយប្រអប់ហើយរកឃើញថាវាបាក់អស់ខ្ញុំក៏យកវាទុកក្នុងទូមិននឹកស្មានថាភ្លេចយកចេញបើមិនបានពួកអ្នករកឃើញខ្ញុំក៏មិនដឹងថាវានឹងខ្លាចជាយ៉ាងម៉េចទេពេលឃើញខ្ញុំយកពងមាន់ចេញពួកគេតកដង្ហើមធូរច្បាស់លីថាវក៏ប្រមូលភាពក្លាហានដើរមកមើលជិតថង់ប្លាស្ទិកខ្មៅភ្លាមនោះនាងក៏ឃើញអ្វីមួយនៅក្រោមថង់ខ្ញុំឃើញថានាងឃើញអ្វីមួយពាក្យនេះធ្វើឲ្យមេយូនិងជូថឹងប្រែទឹកមុខភ្លាមមេយូធ្វើមុខក្រហមដើរទៅហើយទាត់យ៉ាងខ្លាំងទៅលើលីថាវពិតមកទៅអ្នកកំពុងនិយាយអ្វីផ្ដេសផ្ដាសលីថាវប្រភ័យស្លន់ស្លោលើកដៃចង្អុលទៅថង់ប្លាស្ទិកលើទូប៉ុន្តែនិយាយមិនចេញមេយូប្រុងប្រយ័ត្នដើរមួយជំហានទៅមុខហើយមើលចូលក្នុងទូបន្ទាប់ពីមើលរួចនាងក៏ថយក្រោយពីជំហានហើយសួរខ្ញុំដោយសំឡេងញ័រអ្នកជានរណាឲ្យប្រាកដហើយអ្នកជាមួយឈៀងយ៉ាងម៉េចឈៀងយ៉ាងជាអ្នកណាខ្ញុំមិនស្គាល់ទេគាត់ជាមិត្តរបស់អ្នកមែនទេមេយូចង្អុលទៅរូបក្បាលដេអេតហើយសួរបើអ្នកមិនស្គាល់គាត់ហេតុអ្វីមានរូបគាត់ឈ្មោះឈៀងយ៉ាងខ្ញុំឃើញរូបគាត់នៅក្នុងវេទិកាសាលាគាត់ពាក់ឯកសណ្ឋានយោធារមហើយមានអ្នកថតរូបទុកស្អាតខ្លាំងណាស់ដូច្នេះខ្ញុំយករូបគាត់មកធ្វើជាម៉ូដែលដោយខ្លួនឯងពេលនេះលីថាវអង្គុយលើដីក៏ស្ទើរតែដឹងខ្លួនវិញពួកនាងក្រោកឡើងហើយម្នាក់វាយខ្ញុំយ៉ាងខ្លាំងអ្នកឈួតឬហេតុអ្វីយករបស់គួរឲ្យខ្លាចបែបនេះមកទុកក្នុងទូការឈឺចាប់ក្តៅស្រួចសាយពេញស្បែកមុខខ្ញុំលោកប៉ះថ្ពាល់ស្រាលមិននិយាយអ្វីមេយូមើលខ្ញុំជាច្រើនដងព្រោះពិបាកនិយាយថានឹងលេងអ្នកថ្ងៃនេះចាប់ពីនេះទៅចេះប្រយ័ត្នមាត់និយាយចប់ពួកនាង3នាក់ក៏ដែរទៅមាត់ទ្វារតែពេលពួកនាងត្រៀមចេញស្រាប់តែមានសំឡេងចម្លែកពីក្រោមគ្រែខ្ញុំសំឡេងអ្វីពួកនាងទាំង3ភ័យរហូតដូចបាត់ព្រលឹងភ្នែកទាំង6សម្លឹងទៅក្រោមគ្រែងងឹតខ្ញុំញឹមធំប្រហែលបន្ទះឈើក្រោមគ្រែធ្លាក់ចុះមុននេះពិតជាមិនមែនទេខ្ញុំមិនគិតថាជាសំឡេងបន្ទះឈើទេអ្នកកំពុងនិយាយអ្វីកុំខ្ជះខ្ជាយពេកជាមួយនាងខ្ញុំទៅមើលមួយផ្លែតខ្ញុំចូលរារាំងមុខនាងដោយស្ងប់ស្ងាត់ខ្ញុំណែនាំឲ្យពួកអ្នកកុំរករឿងខ្លួនឯងពេលខ្លះការចង់ដឹងខ្លាំងពេកមិនមែនជារឿងល្អទេក្មេងនេះក្លាហានណាស់អ្នកជាអ្វីមកសម្ដែងនៅមុខខ្ញុំ
និយាយចប់នាងលើកដៃឡើងត្រៀមទះខ្ញុំម្ដងទៀតប៉ុន្តែលើកនេះក៏ដៃនាងត្រូវខ្ញុំចាប់បានកណ្ដាលអាកាសបន្ទាប់មកខ្ញុំបោះដៃនាងស្រាលឲ្យនាងដួលលើដីមេយូបើកភ្នែកធំដូចមិននឹកស្មានថាខ្ញុំមានកម្លាំងខ្លាំងបែបនេះនាងលើកទឹកមាត់ថយមួយជំហានហើយនិយាយថាអ្នកពូកែមែនហ៊ានលើកដៃលើសិស្សច្បង4 ឆ្នាំនៅសាកលវិទ្យាល័យអ្នកកុំសង្ឃឹមរស់បានសុខខ្ញុំនឹងទូរស័ព្ទទៅប្រធានក្រុមប្រឹក្សានិស្សិតឲ្យគាត់ចាត់ការអ្នកមេយូយកទូរស័ព្ទចេញហើយចុចហៅភ្លាមតែវិនាទីបន្ទាប់ស្នាមញឹមលើមុខនាងក៏កកជាប់ព្រោះមានសម្លេងស្រែកចាក់ត្រចៀកចេញពីក្រោមគ្រែជាមួយនឹងសម្លេងនោះបុរសម្នាក់មានមុខពេញទៅដោយស្នាមរបួសនិងឈាមក៏លូនចេញពីក្រោមគ្រែប្រធានក្រុមប្រឹក្សាមេយូស្រែកហើយឈ្មោះបុរសនោះភ្លាមទឹកមុខពួកនាងទាំង3ប្រែជាស្លេកស្លាំងបុរសនោះនៅលើដីដូចជាសត្វដែលរងរបួសធ្ងន់ភ្នែកពោពេញដោយភាពអស់សង្ឃឹមនិងការអង្វរជូរធឹងស្រែកខ្លាំងរួចបែរខ្លួនរត់ប៉ុន្តែភ័យរន្ធត់ពេលដឹងថាទ្វារបន្ទប់ត្រូវបានចាក់សោបើកមិនរួចទេពួកនាងញ័រខ្លួនសម្លឹងមកខ្ញុំដើរយឺតទៅមុខប្រធានក្រុមប្រឹក្សាហើយជន់មុខគាត់យ៉ាងខ្លាំងអ្នកទាំងអស់គ្នាអាចចេញដោយសុវត្ថិភាពហេតុអ្វីចាំបាច់ធ្វើបែបនេះកុំភ័យបើយើងអាចចាប់គាត់បានយើងនឹងក្លាយជាវីរបុរសដែលចាប់ឃាតករពេលនោះមិនត្រឹមតែទទួលការកោតសរសើរតែថែមទាំងបានអាហារូបករណ៍ទៀតទាំងអស់គ្នាចូលមកគាត់មិនមែនជាគូប្រជែងរបស់យើងទេឬពាក្យមេយូជូធនឹងលីថាវកាន់កៅអីនៅក្បែរដៃពួកនាងទាំង3លេបទឹកមាត់ហើយដើរយឺតមករកខ្ញុំឈរនៅដដែលញឹមស្រាលមើលពួកនាងដើរមកមួយជំហានម្ដងមិនទាន់ដល់ពាក់កណ្ដាលផ្លូវផងពួកនាងក៏ដួលធ្ងន់លើដីខ្ញុំដើរទៅរកពួកនាងហើយនិយាយថាសិស្សច្បងទឹកអប់ខ្ញុំក្លិនឆ្ងាញ់ទេក្នុងបន្ទប់ក្រោមដីងឹតមានអំពូលធំ2 3បញ្ចេញពន្លឺស្រអាប់ខ្ញុំមើលមនុស្ស4នាក់ដែលត្រូវចងជាប់នៅលើដីមិត្តភ័ក្តិទាំងអស់មិនចាំបាច់ភ័យទេបន្ទាប់ពីភ្ញាក់ពីសន្លប់បុរសម្នាក់និយាយដោយសំឡេងញ័រមកខ្ញុំថាគ្រួសារខ្ញុំមានលុយច្រើនបើអ្នកដោះលែងខ្ញុំអ្នកចង់បានប៉ុន្មានខ្ញុំឲ្យទាំងអស់ពិតណាស់លុយអាចដោះស្រាយបញ្ហា99បានតែសោកស្ដាយអ្វីដែលអ្នកកំពុងជួបគឺមួយដែលនៅសល់ជូរធឹងបាក់ទឹកចិត្តហើយយំខ្លាំងពួកយើងបានឃើញមុខគាត់ហើយគាត់មិនទុកឲ្យយើងរស់ចេញពីទីនេះទេពួកនាងសម្លឹងមុខគ្នាដោយអស់សង្ឃឹមខ្ញុំញឹមស្រាលទេខ្ញុំមិនមែនជាឃាតករឈួតបែបនោះទេមកលេងហ្គេមមួយទៅអ្នកណាឈ្នះនឹងអាចចេញពីទីនេះខ្ញុំឲ្យពួកនាងអង្គុយតាមទីខាងកើតខាងត្បូងខាងលិចនិងខាងជើងរួចដោះចំណងឲ្យពួកនាងបន្ទាប់មកយកប្រអប់ធំមួយដាក់កណ្ដាលមនុស្សទាំង4ប្រអប់នេះជាប្រអប់ការ៉េបិទចិត្តហើយនៅលើជ្រុងទាំង4មានរន្ធមួយខ្ញុំខាកបំពង់ក៏ហើយនិយាយពីច្បាប់ហ្គេមក្នុងប្រអប់មានក្រដាសលើក្រដាសនេះមួយសរសេរសំណួរមួយយកក្រដាសចេញពីប្រអប់ហើយឆ្លើយត្រូវនឹងទទួលបាន10ពិន្ទុបើមានអ្នកណាកុហកអ្នកផ្សេងអាចរាយការណ៍បានបើរាយការណ៍ត្រូវអ្នករាយការណ៍ទទួលបាន10ពិន្ទុអ្នកកុហកមិនបានពិន្ទុទេថែមទាំងត្រូវទទួលការដាក់ទណ្ឌកម្មពេលហ្គេមចប់អ្នកដែលមានពិន្ទុខ្ពស់ជាងគេអាចចាក់ចេញពីទីនេះគ្មានអ្នកជំទាស់ទេមែនទេអញ្ចឹងខ្ញុំប្រកាសថាហ្គេមចាប់ផ្ដើមជាផ្លូវការខ្ញុំទើបនិយាយចប់បុរសម្នាក់ក៏លឿនលើកដៃដាក់ចូលក្នុងប្រអប់តែវិនាទីបន្ទាប់គាត់ស្រែកដោយសារឆក់ហើយដកដៃត្រឡប់មកវិញដៃគាត់របបស្បែកឈាមហូរចេញខ្ញុំសម្លឹងមើលភ្នែកដែលភ័យខ្លាចរបស់គាត់ហើយញឹមនិយាយថាភ្លេចប្រាប់អ្នកទាំងអស់គ្នាក្នុងប្រអប់ក្រៅពីក្រដាសសំណួរនៅមានរបស់ផ្សេងទៀតដូចជាខ្សែដែករំជោលដែលបានប្រើនិងកាំបិតពិន្ទុមិនងាយយកបានទេបុរសនោះសម្លឹងខ្ញុំយ៉ាងខឹងប៉ុន្តែខឹងក៏មិនហ៊ាននិយាយពួកគេទាំង4ស្ទាក់ស្ទើរមិនហ៊ានដាក់ដៃចូលខ្ញុំញឹមត្រជាក់ហើយយកនាឡិកាខ្សាច់មួយដាក់លើប្រអប់បើជាហ្គេមវាត្រូវតែមានកំណត់ពេលមេយូខំថ្មិញហើយបន្តិចម្ដងដាក់ដៃចូលក្នុងប្រអប់មុខនាងពេញដោយញើសត្រជាក់មិនយូរប៉ុន្មាននាងដកដៃចេញវាប្រឡាក់ឈាមដៃរបួសកាន់ក្រដាសមួយដុំនាងប្រគល់ក្រដាសឲ្យខ្ញុំហើយខ្ញុំអានថាកាលពីឆ្នាំមុនព័ត៌មានថាចៅយឺតប្រែពីនិស្សិតល្អទៅជាស្រីដែលមានអ្នកចិញ្ចឹមហើយខ្លាចជាមនុស្សដែលគេមើលងាយក្នុងមួយយប់រឿងនេះពិតមែនទេលីថាវមុខសាច់ញ័រនាងសម្លឹងមនុស្ស3នាក់ទៀតហើយនិយាយយឺតថាពិតមានអ្នកថតបានភស្តុតាងហើយបង្ហោះក្នុងវេទិកាសាលាវាពិតមែនអូបើអីចឹងទទួលបានពិន្ទុពេលនេះលីថាវលើកក្បាលហើយនិយាយថាខ្ញុំសូមរាយការណ៍ខ្ញុំញឹមបន្តិចហើយនិយាយទៅលីថាវថាល្អណាស់អីចឹងនិយាយរឿងរបស់អ្នកចេញមកលីថាវមើលខ្ញុំដូចមិនដឹងថាត្រូវធ្វើអ្វីមេយូសម្លឹងដោយកំហឹងហើយរឿងនេះគឺជាអ្វីដែលពួកយើងធ្វើយើងប្រើការឆែកបន្ទប់ដាក់ខោអាវក្នុងនឹងរបស់ប្រើប្រាស់របស់ចៅយឺតចូលក្នុងវ៉ាលីរបស់នាងរួចថតរូបហើយបង្ហោះរូបទៅក្នុងវេទិកាថានាងជាស្រីដែលមានអ្នកចិញ្ចឹមអ្នកហ៊ានក្បត់ខ្ញុំឬខ្ញុំស្ដីបន្ទោសចប់មេយូក៏ក្រោកឡើងត្រៀមប្រយុទ្ធជាមួយលីថាវខ្ញុំឆាប់ជាមួយជំហានទាញសក់នាងចាប់មាត់នាងហើយដាក់ម្ជូលមួយចូលទៅក្នុងមាត់ខ្ញុំចុចខ្លាំងរហូតឈាមហូរតាមជ្រុងមាត់អ្នកកុហកត្រូវលេបម្ជូលនឹងកាំបិតមេយូដួលលើដីភ្លាមហើយព្យាយាមកំជូលចេញពីមាត់បន្ទាប់ពីនាងដកវាចេញខ្ញុំយកវាមកវិញហើយនិយាយថាឥឡូវលីថាវមាន10ពិន្ទុអ្នកផ្សេងពិន្ទុហូនហ្គេមបន្តខ្ញុំស្វាគមន៍ប្រធានក្រុមប្រឹក្សាគាត់ភ្នែកក្រហមហើយដាក់ដៃចូលប្រអប់គ្រួសារខ្ញុំមានលុយច្រើនខ្ញុំមិនអាចស្លាប់ជាមួយពួកអ្នកនៅទីនេះទេគាត់ដកដៃចេញហើយយកក្រដាសដែលមានអក្សរមួយដុំចេញពីប្រអប់ខ្ញុំយកក្រដាសហើយអានថា
អ្នកណានៅពីក្រោយការបំផ្លាញកេរ្តិ៍ឈ្មោះចៅយឺតប្រធានក្រុមប្រឹក្សាខ្ញុំត្រជាក់ហើយនិយាយគឺខ្ញុំជាអ្នករៀបចំឲ្យពួកគេទាំង3ធ្វើគាត់ហ៊ានបដិសេធខ្ញុំគាត់គិតថាខ្លួនជាអ្វីខ្ញុំជាប្រធានក្រុមប្រឹក្សានិស្សិតគាត់គួរតែសប្បាយចិត្តដែលខ្ញុំចូលចិត្តគាត់បើគាត់ចូលចិត្តជីវិតល្អនោះខ្ញុំនឹងឲ្យមនុស្សគ្រប់គ្នាដឹងថាគាត់ជាមនុស្សបែបណាគាត់មើលមនុស្សទាំង3ហើយសាយខ្ញុំមិនកុហកទេហើយក៏មិនឲ្យអ្នកមានឱកាសដែរចុងក្រោយអ្នកដែលអាចរស់ចេញពីទីនេះនឹងមានតែខ្ញុំហ្គេមបន្តអ្នកបន្ទាប់ដែលយកក្រដាសគឺជូថឹងខ្ញុំមើលក្រដាសរបស់នាងហើយអានថាការដាក់របស់ចូលក្នុងវ៉ាលីអ្នកអតីអ្នកធ្លាប់ធ្វើញឹកញាប់ទេជូថឹងមើលខ្ញុំស្ងៀមមួយផ្លែតរួចនិយាយថាបាទប្រធានក្រុមប្រឹក្សាតែងតែឲ្យយើងធ្វើបែបនេះពេលមាននារីណាបដិសេធនាងនឹងបំផ្លាញកេរ្តិ៍ឈ្មោះគេបែបនេះចៅយឺតមិនមែនជាមនុស្សទី1ទេពេលគ្មានអ្នកណាប្រកែកខ្ញុំងក់ក្បាលហើយឆ្លើយត្រូវបន្ថែម10ពិន្ទុអ្នកបន្ទាប់យកក្រដាសគឺជូថឹងចំពោះចៅយឺតអ្នកដឹងអ្វីទៀតលីថាវលេបទឹកមាត់ហើយសម្លឹងប្រធានក្រុមប្រឹក្សានិយាយថាខ្ញុំគិតថារឿងរបស់ចៅយឺតប្រហែលពាក់ព័ន្ធនឹងនាងមានម្ដងខ្ញុំឃើញនាងនិយាយជាមួយមេយូនាងនិយាយថាចង់ឲ្យមេយូយកចៅយឺតទៅកន្លែងមួយខ្ញុំមើលប្រធានក្រុមប្រឹក្សាដែលមុខពេញដោយការភ័យហើយនិយាយទៅលីថាវថាពេលនេះអ្នកនៅតែខ្លាចនាងទៀតឬឥឡូវនេះមិនមែនអ្នកស្លាប់ក៏នាងស្លាប់ទេចុងក្រោយមានតែម្នាក់ប៉ុណ្ណោះដែលរស់ចេញបានប្រាប់ខ្ញុំថាប្រធានក្រុមប្រឹក្សានិងនាយកសាលាហ៊ឺឆាងមានទំនាក់ទំនងអ្វីគ្នាក្រោមសម្ពាធរបស់ខ្ញុំលីថាវលែងលាក់ហើយផ្ទុះនិយាយថាពួកគេទាំងពីរជាសត្វតិចឆាននារីជាច្រើនត្រូវពួកគេទាំងពីរធ្វើបាបមិត្តស្រីរបស់ប្រធានក្រុមប្រឹក្សាទាំងអស់ត្រូវគេធ្វើបាបនៅពេលស្រវឹងហើយបន្ទាប់មកហ៊ឺឆាងក៏ប្រើប្រាស់ពួកនាងបន្ទាប់ពីរឿងចប់ពួកគេនឹងស្វែងរកជនរងគ្រោះថ្មីប្រធានក្រុមប្រឹក្សាមានលុយហ៊ឺឆាងមានអំណាចរឿងជាច្រើនត្រូវពួកគេចុះសង្កត់ទុកលីថាវនិយាយថាបន្ទាប់ពីនៅផ្ទះបន្ទាប់មកប្រធានក្រុមប្រឹក្សាយកក្រដាសចុងក្រោយពីប្រអប់ខ្ញុំមើលក្រដាសដោយមុខស្ងប់ហើយសួរចៅយឺតចុងក្រោយកើតអ្វីឡើងថ្ងៃនោះខ្ញុំឲ្យមេយូនាំចៅយឺតទៅកាន់កីឡាដ្ឋានចាស់របស់សាលាបន្ទាប់មកធ្វើឲ្យនាងសន្លប់ខ្ញុំនឹងហ៊ឺឆាងបានរំលឹកនាងហើយថែមទាំងថតវីដេអូដើម្បីគំរាមនាងក្រោយមកនាងក៏យំហើយដើរចេញទៅខ្ញុំក៏មិននឹកស្មានថានាងនឹងលោតពីលើអគារល្អណាស់អីចឹងខ្ញុំបន្ថែម10ពិន្ទុឲ្យអ្នកតែពេលនោះសម្លេងមេយូក៏លាន់ឡើងមិនត្រឹមត្រូវទេនាងកំពុងកុហកអីចឹងនិយាយមកការពិតគឺអ្វីមេយូមើលប្រធានក្រុមប្រឹក្សាដោយចង់សម្លាប់ហើយខំថ្មិញនិយាយថាចៅយឺតត្រូវពួកគេបង្ខំនៅថ្ងៃនោះពេលពួកគេកំពុងធ្វើបាបចៅយឺតនាងបានស្លាប់រួចហើយខ្ញុំឃើញចៅយឺតចូលទៅក្នុងនោះហើយមិនបានចេញមកវិញទេប្រធានក្រុមប្រឹក្សានឹងហ៊ឺឆាងមានមុខស្លេកស្លាំងរុញប្រអប់ធំមួយចេញមកខ្ញុំលាក់ខ្លួនពីក្រោយពួកគេហើយឃើញពួកគេប្រើទូរស័ព្ទរបស់ចៅយឺតសរសេរសាររួចរុញចៅយឺតពីលើអគារចុះអ្នកក៏ចេះបង្កើតផុសតាងคล้ายៗដែរអ្នកមិនមានផុសតាងទេពួកអ្នកចង់គេចពីការទទួលខុសត្រូវដូច្នេះបានលុបកំណត់ត្រាកាមេរ៉ាប៉ុន្តែរឿងទាំងនេះខ្ញុំថតទុកអស់ហើយវីដេអូនៅក្នុងទូរស័ព្ទខ្ញុំដើម្បីខ្ញុំចង់រងចាំដល់ថ្ងៃបញ្ចប់ការសិក្សាដើម្បីជំរិតលុយអ្នកមួយដុំតែឥឡូវនេះពួកអ្នកនឹងសម្លាប់ខ្ញុំដូច្នេះវាក៏គ្មានប្រយោជន៍ទៀតនិយាយចប់ប្រធានក្រុមប្រឹក្សាក៏បាត់ស្មារតីគាត់ដឹងថាខ្លួនប្រហែលមិនអាចចេញពីទីនេះបានទៀតទេឥឡូវនេះមេយូនិងលីថាវខ្លាចជាអ្នកមានពិន្ទុខ្ពស់ជាងគេលើទីលានមើលភ្នែកដ៏រំភើបរបស់ពួកនាងខ្ញុំក៏ញឹមឥឡូវអ្នកទាំងពីរពិន្ទុស្មើគ្នាប៉ុន្តែខ្ញុំអាចឲ្យតែម្នាក់ប៉ុណ្ណោះរស់ចេញពីទីនេះអ្នកថាត្រូវធ្វើម៉េចខ្ញុំនិយាយចប់មេយូក៏វាមុននាងយកកាំបិតមួយពីប្រអប់ហើយកាត់ទៅកាន់ករបស់លីថាវភ្លាមឈាមហូរចេញដូចទឹកកំពុងផ្ទុះឥឡូវខ្ញុំអាចចេញទៅបានហើយល្អណាស់ពិតជាអស្ចារ្យមែនអស្ចារ្យមែនបើនេះជាល្ខោនមុននេះប្រហែលជាឈុតកំពូលហើយមែនទេប៉ុន្តែមានឈុតកំពូលក៏ត្រូវមានការប្រែប្រួលខ្ញុំធ្លាប់និយាយថាឲ្យអ្នកចេញប៉ុន្តែមិនបាននិយាយថាឲ្យអ្នករស់ចេញទេមុខមេយូប្រែទៅហើយពេលនោះប៉ូលីសជាច្រើនអ្នកដែលហ៊ឺឆាងហៅមកក៏រត់ចូលទម្លាក់អាវុធពេលឃើញប៉ូលីសពន្លឺក្នុងភ្នែកពួកនាងទាំង3ក៏ចាប់ផ្ដើមត្រឡប់មកវិញមេយូប្រញាប់និយាយថាពូជួយចាប់នាងភ្លាមលីថាវត្រូវស្រីម្នាក់នេះធ្វើបាបគឺនាងនឹងមើលនាងថែមទាំងកាន់អាវុធទៀតហាអ្នកល្ងងអ្នកដឹងទេមនុស្សអាក្រក់ក្នុងរឿងតែងតែចូលចិត្តនិយាយច្រើនអ្នកមិនអាចប្រន្ទាទោសខ្ញុំបានទេអ្នកនិយាយខុសហើយខ្ញុំមិនមែនជាមនុស្សអាក្រក់ទេតែជាអ្នកមកកាត់ទោសពួកអារ៉ាដូចពួកអ្នកខ្ញុំធ្លាប់និយាយថាពេលខ្សាច់ហូរអស់ហ្គេមនឹងបញ្ចប់នេះមិនមែនជារឿងលេងសើចទេខ្ញុំទៅនិយាយចប់ខ្សាច់ក្នុងនាឡិកាក៏ធ្លាក់គ្រាប់ចុងក្រោយប្រធានក្រុមប្រឹក្សាចង់និយាយអ្វីទៀតតែគ្រាន់តែជួនចិញ្ចើមហើយឈាមស្រស់ក៏ផ្ទុះចេញពីមាត់មេយូក៏ដួលលើដីតាមដែរខ្ញុំងាកក្បាលហើយនិយាយដោយមុខពោពេញដោយការសោកស្ដាយថាមកចូលក្នុងប្រអប់សុទ្ធតែមានជាតិពូរ៉ាំរ៉ៃអារម្មណ៍ពីក្តីសង្ឃឹមធ្លាក់ទៅក្នុងជ្រោះអស់សង្ឃឹមវាមានអារម្មណ៍យ៉ាងម៉េចប៉ូលីសខ្ញុំជាអ្នកទូរស័ព្ទហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់អារម្មណ៍នេះប៉ូលីសចាប់ផ្ដើមប្រធានក្រុមប្រឹក្សាងាកក្បាលហើយស្ត្រីម្នាក់ស្រែកថាលើកដៃឡើងមិនអីចឹងយើងនឹងបាញ់ចៅយឺតខ្ញុំសង្សឹកជំនួសអ្នកបានហើយរងចាំខ្ញុំមកហើយ